ថ្ងៃនេះកូនសូមនឹកដល់គុណវត្ថុស័ក្តិសិទ្ធិព្រះពុទ្ធពធព្រះសង្ឃគុណមេដាបិតាគុណសកទេវរាជស្ដេចទេវតាម៉ែធរប្អិនព្រះអង្គប្រណិម៉ែធរតាំងពីបាយចាន5 6នាក់នឹងក្តីម៉ែធរព្រីកលាភ្លើងនឹងក្តីម៉ែធរទាំង6នាក់ដែលបីបាច់តាមថែរក្សាហើយសូមនឹកដល់គុណព្រះពុទ្ធពធព្រះសង្ឃគុណព្រះរតនត្រ័យគុណមេដាបិតាគុណលោកឪពុកអ្នកម្ដាយទាំងអស់ដែលបីបាច់តាមថែរក្សាកូនថ្ងៃនេះកូនបានយកបាយសម្លយកទៅជូនលោកពុកពុំញលនិងញាតិការទាំង7សន្តានដែលចែកឋានទៅកាន់លោកខាងមុខបើលោកបានទទួលនឹងលឺហើយសូមលោកទទួលនៅកសលទាំងអស់នោះហើយទទួលនៅអាហារដែលកូនបានរៀបចំនឹងជូនព្រះពុទ្ធពធព្រះសង្ឃគុណមេដាបិតាគុណលោកឪពុកជាពិសេសសូមនឹកដល់ញាតិការទាំង7សន្តានហើយអញ្ជើញអាហារនេះទទួលដល់លោកឪពុកពុំញលដែលលោកបានចែកឋាននៅក្នុងខែ6នេះណាពុកណាខែ6ចឹងសូមអញ្ជើញលោកឪពុកមកទទួលនៅបាយកូនធ្វើខពងទាសាច់ជ្រូកហើយនឹងបាយហើយនឹងទិញការបាវហើយនឹងទឹកអីហ្នឹងយកទៅជូនលោកឪពុកហើយនៅវត្តចតុទិសណាពុកណាចឹងសូមអញ្ជើញពុកទទួលហើយសូមនឹកដល់ព្រះពុទ្ធពធព្រះសង្ឃទាំងអស់ជួយបីបាច់តែសាកូនសូមឲ្យជួបតែសេចក្តីសុខនិងសេចក្តីចម្រើនឲ្យកូនចៅឈ្នះនៅមេត្តាស្ត្រូវទាំងពួងសូមឲ្យកូនចៅជួបតែសេចក្តីសុខនិងសេចក្តីចម្រើនផងកូននឹងទៅទិសដល់លោកពុកបន្ថែមទៀតកូនសំនឹកដល់លោកឪពុកពុំញលពុកអើយពុកសូមពុកអញ្ជើញទៅវត្តណាពុកណាអញ្ជើញទទួលនៅបាយមានទាំងទឹកផ្លែឈើនឹងក្តីណាពុកហើយនឹងខសាច់ជ្រូកពងទាហើយនឹងបាយមានទាំងទឹកខារបាវពុកតែចូលចិត្តអញ្ចឹងថ្ងៃនេះម៉ែគាត់បានធ្វើមុនលោកអាបាំងស្គរជូនលោកពុកហើយអញ្ចឹងសូមអញ្ជើញលោកពុកពុំញលមួយហេហិងឌឿននិងសួយហេហៅវត្តអំពេញយេអេតាប៊ុនតាពុំនិងតាប៊ុនហើយសំនឹកដល់អំពេញបងវីអំឈឿងជ័យសឹបហើយនឹងនឹកដល់ញាតិការទាំង7សន្តានរបស់ខ្ញុំតែខ្ញុំមិនបាននឹកនេះអស់មិនបានស្គាល់អស់នៅបងរិទ្ធអីនឹងដឹកអីហ្នឹងសូមអញ្ជើញទទួលទាំងអស់គ្នាហើយជាពិសេសសូមអញ្ជើញលោកឪពុកពុំញលដែលទៅកាន់លោកខាងមុខនៅខែចែកឋានទៅកាន់លោកខាងមុខនៅក្នុងខែ6នេះឥឡូវគាត់បានបាំងស្គរជូនលោកឪពុកហើយមានទាំងបាយសម្លយកទៅវត្តចតុទិសអញ្ចឹងសូមអញ្ជើញលោកឪពុកទទួលណាលោកពុកណាទទួលហើយសូមឲ្យពុកទៅសាឆ្អែកុំប្រកពីកូនអីព្រោះកូននៅណាកូនចេះមើលថែខ្លួនឯងអស់ហើយពុកណាអញ្ចឹងសូមពុកពេញទៅដោយសេចក្តីសុខហើយញញឹមរីករាយនឹងឲ្យពរកូនចៅសម្បត្តិសុខសប្បាយឲ្យតែពុកបានសុខទៅកាន់លោកភពថ្មីពុកទទួលក្តីសុខកូនសប្បាយរីករាយអញ្ចឹងសូមអបតនីពុកទទួលយកណាពុកណាទទួលពុកណាមួយហេយ៉ាងឌឿននេះបាំងស្គរជូនហើយអញ្ចឹងសូមជើញពុកមួយមកទទួលនឹងបាត់នេះមកទទួលទាំងអស់គ្នាតិចតួចទេណាពុកតែអត់ចិត្តរបស់បងសូមបន្លឺភ្លើងទៀននេះជូនទៅលោកពុកបាត់ភ្លើងពុកខ្ញុំឲ្យទៅកន្លែងដែលល្អទៅកន្លែងដែលសុខនាំបន្លឺភ្លើងទៀននេះជាផ្លូវដែលពុកខ្ញុំទៅត្រូវសុខសានពុកណាទៅសូមឲ្យពុកទទួលនៅកសលទទួលនៅអាហារឲ្យពិសាឆ្ងាញ់ណាពុកណាកុំគិតកុំបារម្ភពីកូនស្រឡាញ់នឹងគ្រប់គ្នាសូមកាត់ចិត្តណាឲ្យបាននៅជាមួយពុក